Pata គឺជាមេតម្នាក់ដែលមិនខ្លាចកូនអ៊ីនោះទេជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនអ្នកស្ដាប់ថ្ងៃនេះក្នុងរឿងវិភាគអ្នកក្លាហានមានតួអង្គថ្មីមួយទៀតហើយគឺមេត Panther គេមានឈ្មោះក្រៅថាលេងមីងជាអ្នកក្រលឹងតោហើយនឹងជាអ្នកខេតស៊ីលៀងផងដែរខ្ញុំជឿថាបងប្អូនមួយចំនួនប្រហែលជាបានស្គាល់ហើយបងប្អូនមួយចំនួនក៏បានចាប់អារម្មណ៍នឹងតួអង្គមួយនេះដែរដោយសារតែគាត់ចេញមុខតិចពេកនៅក្នុងរឿងសាមកុក2000ដប Panther គាត់មានចំណាយធំមែនទែនក្នុងការសម្លាប់កូនអ៊ីធ្វើឲ្យកូនអ៊ីស្លាប់ដោយសារតែក្នុងរឿងសាមកុក2010បងប្អូនប្រហែលជាបានឃើញហើយមុនកូនអ៊ីស្លាប់គឺគាត់មានរបួសនៅលើដៃដោយសារតែប្រយុទ្ធជាមួយ Panther ហើយ Panther ក៏ប្រើស្នៀតឆ្កែលោកខាំលួចបាញ់ព្រួញទៅកូនអ៊ីបើថាធ្វើដៃប្រយុទ្ធគឺគាត់មិនអាចទៅរួចជាមួយនឹងកូនអ៊ីនោះទេក៏ប៉ុន្តែគាត់ចូលចិត្តលួចឆ្មក់គេនៅពេលដែលគេភ្លេចខ្លួនអីចឹងទៅហើយខ្ញុំនឹងនិយាយពីប្រវត្តិ Panther ខ្លះមុនពេលដែលត្រូវឆាចាប់បានតើគេបានធ្វើអ្វីខ្លះកាលពីក្មេង Panther គាត់ជាមន្ត្រីម្នាក់ដែរគាត់បានចូលរួមធ្វើការជាមួយនឹង Martin ដែលជាឪពុករបស់ Machao ហើយក៏គាត់បានបង្ក្រាបការបោះបោរជាច្រើនចឹងហើយរាជការក៏បានតែងតាំងគាត់ឲ្យធ្វើជាមន្ត្រីនៅក្នុងធ្វើជាមេតបនៅក្នុងខេត្តលៀងជៅឬក៏ស៊ីលៀងហ្នឹងឯងតែម្ដងទៅនៅក្នុងឆ្នាំ202 Machao គាត់បានលើកតបវាយយានថាងក៏បានបំបែកកងទ័ពជាពីរក្រុមដើម្បីវាយឆ្មក់តំបន់ហឺតុងឆាបានឲ្យគេរើសយកទាហានមកពីស៊ីលៀងតើឲ្យម៉ាថឹងសុំជំនួយពីម៉ាថឹងដើម្បីមកជួយពេលហ្នឹងគឺឆាមិនទាន់វាយយកស៊ីលៀងបានទេកាលពីជំនាន់ Panther គាត់ចេញមុខហ្នឹងម៉ាថឹងក៏គាត់បានជួយហើយក៏បញ្ជូនច្រឡំសំទោសម៉ាឆៅជាមួយនឹង Panther ឲ្យទៅធ្វើសង្គ្រាមតែម្ដងហើយ Panther គាត់គឺជាមេតបមុខជួមុខហើយក៏គាត់បានសម្លាប់មេតបរបស់សត្រូវហើយកាត់ក្បាលយកមកជំរុំវិញទៀតផង Panther មិនមែនជាមនុស្សអន់ទេនៅក្នុងរឿងសាមកុក2010 Panther គាត់មិនសូវចេញគេមិនសូវឲ្យតម្លៃគាត់ក៏ប៉ុន្តែបើនៅក្នុងប្រវត្តិសាស្ត្រវិជាគុណរបស់ Panther មិនអន់ជាងម៉ាឆៅប្រហែលទេពេលហ្នឹង Panther គឺគាត់កាត់ក្បាលគួកយ៉ាងហើយយកក្បាលមកជំរុំវិញហើយយកមកប្រអួតចុងយ៉ាងប៉ុន្តែចុងយ៉ាងហើយនឹងគួកយ៉ាងហ្នឹងគាត់គឺជាបងប្អូននឹងគ្នាទេ Panther មិនបានដឹងមុនហើយក៏បានកាត់ក្បាលរបស់គេយកមកប្រអួតចឹងយ៉ាងប៉ុន្តែចុងយ៉ាងក៏គាត់មិនបានដាក់ទោសអីទៅលើ Panther ឬក៏អីនោះដែរព្រោះដោយសារ Panther គាត់បានសុំទោសដោយសារតែគាត់មិនបានដឹងប៉ុន្តែចុងយ៉ាងគាត់និយាយថាទោះបីជាបងប្អូនឬក៏សាច់ឈាមក៏ដោយក៏ប៉ុន្តែជាសត្រូវយើងដឹងហើយនៅក្នុងសម័យសង្គ្រាមគឺគេមិនគិតបងប្អូនទេភាគច្រើនបងប្អូនទីសាច់គ្នាឯងអីចឹងទៅក្រោយមក Panther ក៏គាត់បានទទួលគុណសម្បត្តិមួយហ្នឹងហើយក៏គាត់ត្រូវបានគេរាជការតែងតាំងជាសម្ដេចទៀតផងបន្ទាប់ពីហ្នឹង Panther ក៏បានដើរតាម Martin ដែលជាឪពុករបស់ Machao ហើយក៏ជាចៅខេត្តស៊ីលៀងហ្នឹងដែលបង្ក្រាបការបោះបោរផ្សេងជាច្រើន Panther គាត់ពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញមែនទែនក្នុងការធ្វើសង្គ្រាមគាត់តែងតែធ្វើទ័ពជួរមុខរបស់ Panther ហើយក៏គាត់ទទួលបានគុណសម្បត្តិជាច្រើនផងដែរក្រោយពេលដែលចប់ការបោះបោររាជការក៏បានឲ្យMartin ទៅរាជធានីដើម្បីតែងតាំងធ្វើជាសម្ដេចអីចឹងទៅប៉ុន្តែ Panther គឺគាត់មិនបានទៅជាមួយទេគាត់បានត្រឡប់ទៅស៊ីលៀងវិញជាមួយនឹងMachao ដែលជាកូនប្រុសរបស់Martin ហ្នឹងក្រោយពេលដែលMartinស្លាប់បាត់ Machao ក៏បានលើកទ័ពបះបោរប្រឆាំងនឹងរាជការគឺប្រយុទ្ធជាមួយនឹងMachao គឺបានទទួលការបរាជ័យទាំងស្រុងក៏ប៉ុន្តែ Machao ត្រូវបានមានទំនាក់ទំនងល្អជាមួយនឹងជនជាតិឈៀងក៏ត្រូវជនជាតិឈៀងផ្ដល់ជាជំនួយជួយទៅដល់គេរហូតដល់ចឹងទៅហើយ Machao ក៏បានទៅវាយយកស៊ីលៀងវិញបានកាន់កាប់មួយរយៈពេលតូចផងដែរប៉ុន្តែក្រោយមក Machao ក៏បានចាញ់ក្រុមដៃឆៅម្ដងទៀតហើយក៏បានរត់គេចខ្លួនទៅចោះចូលជាមួយនឹងចាងលូរា Panther ក៏បានទៅតាម Machao ដែរនៅក្នុងឆ្នាំ215សំទោស Machao ក៏បានមកចោះចូលជាមួយនឹងលាវប៉ៃហើយបានវាយយកស៊ីឈួនឲ្យលាវប៉ៃទៀតផងក៏ប៉ុន្តែ Panther គាត់មិនបានទៅតាម Machao ទៀតនោះទេគឺគាត់នៅបម្រើចាងលូដដែលក្រោយពេលដែលMachao បានលើកទ័ពទៅវាយយកហានចុងPanther ក៏បានសុំចុះចាញ់Machao ស្រឡាញ់អ្នកមានទេពកោសល្យហើយនឹងមេតបខ្លាំង
ហើយគេឈ្មោះរបស់ Panther នៅក្នុងប្រវត្តិសាស្ត្រក៏ល្បីល្បាញមិនអន់ជាងម៉ាឆាវប្រហែលដែរអញ្ចឹងហើយ Panther ក៏ត្រូវបានឆាវយកធ្វើជាទាហានមិនមែនយកធ្វើជាទេគឺយកធ្វើជាមេទ័ពហើយក៏បានតែងតាំងធ្វើជាសម្ដេចទៀតផងហើយឲ្យគ្រប់គ្រងប្រជារាស្ត្រដូចជាប្រមាណ100គ្រួសារដែរពេលហ្នឹងរហូតដល់ក្នុងឆ្នាំ219ក្រុងវ៉ាន់ឆឹងក៏បានបះបោរឆាវគាត់បានបញ្ជាឲ្យ Panther ជាមួយនឹង Cheyenne លើកទ័ពទៅបង្ក្រាបការបះបោរមួយនោះបន្ទាប់ពីបង្ក្រាបការបះបោរបានសម្រេចហើយ Panther ជាមួយនឹង Cheyenne ក៏នៅការពារក្រុងហ្វាងបន្តទៀតព្រោះខ្លាចកូនអ៊ីលើកទ័ពចេញពីជញ្ជៅដើម្បីវាយប្រហារពេលហ្នឹង Panther គឺគាត់ធ្វើជាមេទ័ពមេទ័ពធំរងដោយសារតែមកឆាវហើយនឹងផានយើគាត់នៅបំរើការជាមួយនឹងលឺប៉ៃនៅស៊ីឈួនអញ្ចឹងហើយមេទ័ពរបស់ឆាវទាំងអស់គឺមិនបានទុកចិត្តទៅលើ Panther នោះទេគេថា Panther គាត់នឹងអាចមានចិត្តទៅចោះចូលរកម្ចាស់ដើមរបស់គាត់វិញអញ្ចឹងទៅដោយសារតែបងប្រុសរបស់គាត់ក៏នៅជាមួយនឹងលឺប៉ៃដែរប៉ុន្តែ Panther គាត់គ្មានចិត្តទៅចោះចូលជាមួយនឹងម្ចាស់ដើមរបស់គាត់នោះទេព្រោះតែគាត់បាននិយាយឲ្យថាគាត់ទទួលគុណពីនគរអញ្ចឹងគាត់ត្រូវទៅយកជីវិតរបស់គាត់មកបម្រើនគរវិញ Panther ក៏បាននិយាយទៅប្រាប់ឆាវទៀតថាបើសិនជាការប្រយុទ្ធមួយជាមួយនឹងគួនអ៊ីបើសិនជាគួនអ៊ីមិនស្លាប់ទេហើយគាត់ជាអ្នកស្លាប់ Panther នៅក្នុងសាច់រឿងហើយនៅក្នុងប្រវត្តិសាស្ត្រគឺមិនដូចគ្នាទេកងទ័ពរបស់គួនអ៊ីក៏ខ្លាច Panther ដែរពេលដែលឮឈ្មោះ Panther គេជិះសេះសចូលទៅប្រយុទ្ធនៅក្នុងសមរភូមិកងទ័ពរបស់គួនអ៊ីដាក់ឈ្មោះថាមេទ័ពសេះសដើម្បីទៅវិជាគុណនៅក្នុងសាច់រឿងហើយនៅក្នុងប្រវត្តិសាស្ត្រក៏ខុសគ្នាដែរនៅក្នុងប្រវត្តិសាស្ត្រគួនអ៊ីប្រយុទ្ធជាមួយនឹង Panther 2 ដងលើកទី1គឺមិននឹងចាញ់ឈ្នះរីឯលើកទី2គឺ Panther បានប្រើល្បិចបាញ់ព្រួញធ្វើឲ្យចំដៃរបស់គួនអ៊ីហើយព្រួញនោះគឺជាព្រួញពឹសរបស់កងទ័ពស៊ីលៀងទៀតផងក្រោយពេលដែលប្រយុទ្ធគ្នាហើយ Cheyenne ក៏បានបញ្ជាឲ្យ Panther ទៅបោះជំរំទ័ពនៅឯខាងជើងក្រុងហ្វាក្រោយមកវាមានភ្លេងធ្លាក់ខ្លាំងពេលហ្នឹងហើយទឹកទន្លេហានក៏បានឡើងខ្ពស់ជិតស្មើកំផែងក្រុងឯណោះពេលហ្នឹងគួនអ៊ីក៏បានលើកទ័ពជើងទឹកដើម្បីមកប្រយុទ្ធជាមួយនឹង Panther ហើយបានបាញ់ព្រួញទៅលើកន្លែងជំរំដែលខ្ពស់របស់ Panther ទៀតផងក្រុមទាហានរបស់ Panther ហើយនឹង Panther ក៏បានបាញ់តបតដែរហើយព្រួញរបស់ Panther គឺបាញ់គ្មានខុសម្នាក់នោះទេគេពិតជាបេកាយបាញ់ព្រួញមែនតើមិនចាញ់លីពូប្រហែលទេគ្រាន់តែមិនអាចប្រៀបនឹងលីពូបានទេប៉ុន្តែបើសមត្ថភាពគាត់នៅសម័យចំនួនក្រោយលីពូគឺមិនអន់នោះទេការប្រយុទ្ធគ្នាក៏កាន់តែយូរអូអាឡៃដល់ពេលថ្ងៃរសៀលបន្តិចកូនចៅរបស់ Panther មេតបរបស់ Panther 2 នាក់ក៏បានសុំឲ្យ Panther ចុះចាញ់គួនអ៊ីដែរ Panther មិនយល់ព្រមក៏បានអូបពួកគេទៅសម្លាប់ចោល Panther នៅតែតតដៃជាមួយនឹងគួនអ៊ីរហូតដល់កូនចៅគាត់អស់ព្រួញមានតែអាវុធនៅក្នុងដៃអញ្ចឹងហើយក៏ចាញ់ព្រាបគួនអ៊ីយ៉ាងខ្លាំងគួនអ៊ីចេះតែធ្វើការវាយប្រហារទឹកក៏កាន់តែឡើងខ្ពស់ Panther ពិតជាពិបាកទប់ទល់កូនចៅក៏ធំចុះចាញ់អស់នៅសល់តែកូនចៅប្រហែលនាក់ទេដែលស្លាប់ជាមួយនឹង Panther បាននិយាយថាធ្វើជាទាហានមិនគួរខ្លាចស្លាប់នោះទេទទួលប្រាក់ខែពីរាជការគួរតែស្មោះត្រង់ហើយស៊ូស្លាប់ដើម្បីរាជការហើយក៏មិនគួរសុំសត្រូវឲ្យទុកជីវិតឲ្យខ្លួនដែរយើងបានដឹងហើយ Panther គឺគាត់ស្លាប់ដោយសារតែគាត់មិនព្រមចុះចាញ់ជាមួយនឹងគួនអ៊ីពេលដែល Panther អស់កងទ័ព Panther ក៏ព្យាយាមរត់ទូកតូចដើម្បីជិះទៅជំរំធំសុំជំនួយអីចឹងប៉ុន្តែទៅមិនទាន់ដល់ទេគាត់ត្រូវទឹកម្លងបក់ធ្វើឲ្យទូកគេកលាប់គេធ្លាក់ចូលទឹកពេលដែលគេងើបមកវិញគឺកងទ័ពគួនអ៊ីចាប់គេបានបាត់ទៅហើយពេលដែលជួបគួនអ៊ីគឺគេមិនបានលូតជង្គង់ហើយគេក៏មិនព្រមចូលជួបគួនអ៊ីដែររហូតដល់កងទ័ពរបស់គួនអ៊ីបានអូពួកគេឲ្យអូគេចូលមកឲ្យជួបគួនអ៊ីគេក៏មិនព្រមចោះចាញ់ដែរគួនអ៊ីបានទុកជីវិតឲ្យគេបើសិនជាគេព្រមចោះចាញ់ក៏ប៉ុន្តែ Panther មិនបានព្រមចោះចាញ់ទេដោយតែវិញ Panther ថាការស្លាប់វាគ្មានអីគួរឲ្យខ្លាចនោះទេសុខចិត្តស្លាប់ក្នុងភាពថ្លៃថ្នូរបម្រើម្ចាស់ក៏មិនធ្វើជាទេសកលរបស់សត្រូវដែរនេះគឺជាពាក្យដែល Panther បាននិយាយក៏ពេលដែលឆាវគាត់ទទួលដំណឹងថា Panther បានចាញ់ក្នុងសង្គ្រាមហើយបានស្លាប់ដោយភាពស្មោះត្រង់ឆាវក៏ពិបាកចិត្តខ្លាំងមែនទែនគឺគាត់យំសោក
ស្ដាយសំណោះជាមួយនឹងវិជាគុណរបស់គេក៏ដូចជាស្ដាយសំណោះជាមួយនឹងគេផ្ទាល់ដោយសារតែគេស្មោះត្រង់ខុសពីអ្វីដែលមេតបហើយនឹងមន្ត្រីផ្សេងគិតទៅលើគេនៅក្នុងឆ្នាំ220ឆាភីឡើងធ្វើជាស្ដេចគាត់ក៏បានប្រទានងារជាសម្ដេចចាងទៅឲ្យផាន់ទ័រទៀតផងក្រោយពេលដែលផាន់ទ័រស្លាប់ឆាភីបានបង្កើតនគរកូនប្រុសរបស់ផាន់ទ័រ4នាក់ក៏បានងារជាសម្ដេចទាំង4នាក់តែម្ដងដោយការតែងតាំងរបស់ឆាភីនៅនគរអ៊ុយកូនរបស់ផាន់ទ័រទាំងអស់គឺត្រូវគេកត់ត្រាទុកតែម្នាក់ទេគឺផាន់ហួយក្រោយពេលដែលវ័យបំបែកនគរស៊ូផាន់ហួយក៏បានដឹកនាំទ័ពទៅដែរក្រោមបញ្ជារបស់ស្ដេចអ៊ុយហើយក៏បានសម្លាប់គ្រួសាររបស់គុនអ៊ីទាំងអស់ចោលតែម្ដងដើម្បីជាការសងសឹកឲ្យឪពុករបស់គេហើយប្រវត្តិរបស់គាត់ក៏មានតែប៉ុណ្្នឹងឯងចំពោះការវិភាគរបស់ខ្ញុំផាត់ទៅគាត់មិនមែនដូចនៅក្នុងរឿងសាមកុក2010នោះទេមានប្រវត្តិសាស្ត្រជាច្រើនដែលបានគាត់ទុកពីផាត់ទៅចំពោះបងប្អូនដែលបានមើលរឿងសាមកុក2010ប្រហែលជាគិតថាផាត់ទៅគាត់គឺជាមនុស្សកេងកាងមើលឃើញពីអត្តចរិតរបស់គាត់មិនប្រមាណខ្លួនហ៊ានចេញនៅប្រយុទ្ធជាមួយនឹងគុនអ៊ីហើយប្រយុទ្ធដាក់ឈ្មោះទៀតផងប៉ុន្មានផាត់ទៅគឺពិតជាបានធ្វើបែបហ្នឹងប៉ុន្មានក៏ប៉ុន្តែវិជាគុណរបស់គាត់មិនមែនកំពេកកំពកដូចជានៅក្នុងរឿងសាមកុក2010នោះទេគាត់ជាមេតបដែលបង្ក្រាបការបះបោរជាច្រើនហើយមានវិជាគុណខ្លាំងមិនចាញ់មកឆាវនោះទេនៅក្នុងរឿងសាមកុក2010ភាគច្រើនបងប្អូនយល់ច្រឡំថាមេតបខាងលីប៉ៃសុទ្ធតែជាមេតបខ្លាំងទាំងអស់មិនដូច្នេះនោះទេនៅក្នុងរឿងគឺនៅក្នុងរឿងគេលេងរឿងលំអៀងអាហ្នឹងតាមយើងវិភាគទៅអ្វីដែលយើងគួរតែដឹងនោះគឺយើងគួរតែស្រាវជ្រាវវាបានច្បាស់ដូចជាខ្ញុំចូលចិត្តចង់ដឹងអញ្ចឹងខ្ញុំទៅរកវិធីស្រាវជ្រាវដើម្បីយកមកចែកជូនបងប្អូនក៏ដូចជាដឹងខ្លួនឯងពេលដែលខ្ញុំដឹងខ្ញុំនឹងយកវាមកនិយាយដើម្បីចែកជូនឲ្យអ្នកទាំងអស់គ្នាបានដឹងដែរអញ្ចឹងប្រវត្តិផាត់ទៅគឺគាត់ជាមេតបខ្លាំងស្មោះត្រង់ដែរគាត់ស្មោះបើសិនជាគាត់ទៅចោះចូលជាមួយនឹងលីប៉ៃបានន័យថាគាត់ទៅស្មោះត្រង់ជាមួយនឹងម៉ាឆាវតែបើសិនជាគាត់មិនចោះចូលទេគាត់ស្មោះត្រង់ចំពោះឆាវអញ្ចឹងផាត់ទៅបែងចែកដាច់ស្រេចល្អណាស់គឺគាត់ស្មោះត្រង់ចំពោះអ្នកដែលឲ្យបាយគាត់ហូបបច្ចុប្បន្នបានដឹងខ្លួនរួចទៅហើយថាគាត់មិនអាចយកឈ្នះគុនអ៊ីនោះទេមិនមែនគាត់មិនដឹងនោះទេគឺគាត់បានដឹងខ្លួនទៅហើយប៉ុន្តែគាត់ធ្វើបែបហ្នឹងគឺដើម្បីសងគុណទៅដល់ឆាវដែលបានទុកចិត្តគាត់ក្រោយពេលដែលគាត់ចោះចូលមកគឺឆាវបែរជាឲ្យគាត់ធ្វើជាមេតបធំរងទៀតផងអញ្ចឹងហើយគឺគាត់សងគុណឆាវដោយវិធីហ្នឹងបើសិនជាគាត់អាចយកឈ្នះគុនអ៊ីពេលហ្នឹងគេឈ្មោះរបស់ផាត់ទៅប្រកាសជាល្បីល្បាញខ្លាំងបើចំពោះខ្ញុំពិតជាចូលចិត្តតួអង្គផាត់ទៅនេះខ្លាំងមែនតើគាត់បាននិយាយមុនពេលដែលគាត់ស្លាប់នៅក្នុងរឿងសាមកុក2010ថាស៊ូស្លាប់នៅក្រោមផ្លែកំបិតក៏មិនចោះចាញ់សត្រូវដែរនេះហើយជាអ្វីដែលកូនប្រុសជាបេះដូងជាដើមទ្រូង5ហត្ថនៃនគរគឺមិនសុំឲ្យសត្រូវទុកជីវិតឲ្យខ្លួននោះទេវាជាការអាម៉ាស់មែនទែនចឹងសរុបទៅគឺខ្ញុំចូលចិត្តតួអង្គមួយនេះហើយបងប្អូនមានយោបល់អ្វីដែលបានស្ដាប់បើសិនជាមានកុំភ្លេចជួយ comment ប្រាប់ខ្ញុំផងហើយកុំភ្លេចជួយចុច subscribe channel ខ្ញុំផងហើយខ្ញុំនឹងព្យាយាមរកវីដេអូផ្សេងពីតួអង្គផ្សេងដើម្បីមកនិយាយបន្តទៀតហើយនឹងចែកជូនទៅដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាដើម្បីឲ្យបានដឹងទាំងអស់គ្នាហើយអ្វីដែលខ្ញុំនិយាយទៅមិនបានល្អត្រឹមត្រូវក៏សូមអធិស្ឋានហើយវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការស្ដាប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត